ក្រុមយុវជននិងអង្គការមិនមែនរដ្ឋាភិបាលដែលតស៊ូមតិប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងព្រមមានដឹកនាំយុទ្ធនាការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនសាប៊ីអង្គរក្រុមយុវជនចោទថាក្រុមហ៊ុននេះមានជាប់ពាក់ព័ន្ធនឹងការផលិតភ្លើងដែលធ្វើឲ្យមនុស្សសត្វនិងមច្ឆជាតិនៅក្រោមខ្សែទឹកត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរប្រសិនបើទំនប់វារីអគ្គិសនីមួយនេះដំណើរការបាទលោកមុំមនីរតរាយការណ៍ព័ត៌មាននេះក្រុមយុវជនអាងថាយុទ្ធនាការនេះនឹងផ្សព្វផ្សាយឲ្យសាធារណជនដឹងពីឥទ្ធិពលនៃការទាញយកភ្លើងពីទំនប់វារីអគ្គិសនីហើយផ្ដល់ផលកាន់តែអាក្រក់និងគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ការរស់នៅរបស់មនុស្សតាមរយៈភាគហ៊ុនដ៏ធំមួយរបស់រោងចក្រផលិតស្រាបៀរអង្គរក្រុមហ៊ុនស្រាបៀរអង្គរដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំនៅកម្ពុជាមានថៅកែជាជនជាតិម៉ាឡេស៊ីនោះរងការចោទប្រកាន់ថាបានរួមចំណែកធ្វើឲ្យមនុស្សរាប់លាននាក់រស់នៅក្រោមខ្សែទឹកទន្លេមេគង្គត្រូវប្រឈមមុខគ្រប់បែបយ៉ាងប្រសិនបើទំនប់វារីអគ្គិសនីនេះដំណើរការដោយការគ្រោងទុកមែននោះថ្លែងនៅក្នុងវេទិកាយុវជនស្ដីពីបញ្ហាប្រឈមទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដល់តាហុងកាលពីព្រឹកថ្ងៃទី27ធ្នូតំណាងសកម្មជនបរិស្ថានលោកខេងសំណាងយល់ឃើញថាវាលំមដល់ពេលដែលមនុស្សគ្រប់គ្នាត្រូវដឹងពីស្ថានភាពដ៏អាក្រក់នឹងកើតឡើងក្រោយពីទំនប់វារីអគ្គិសនីដល់តាហុងដំណើរការរួចយុវជនហេងសំណាងចាត់ទុកថាផលប៉ះពាល់មួយផ្នែកគឺផ្ដើមចេញពីភាគហ៊ុនចិត្តពាក់កណ្ដាលដែររបស់ក្រុមហ៊ុនខេមព្រូដែលជាក្រុមហ៊ុនផលិតស្រាបៀរអង្គរដ៏ធំនៅកម្ពុជារបស់លោកគូណាគីលោកខេងសំណាងប្រមានថាក្រុមយុវជននឹងចាប់ផ្ដើមធ្វើយុទ្ធនាការតាមរយៈការផ្សព្វផ្សាយនិងមានវេទិកាថ្នាក់ជាតិពីពេលនេះឲ្យបញ្ឈប់ការប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនខេមព្រូដែលផលិតមួយផ្នែកដោយស្រាបៀរអង្គរដែរនោះចឹងពេលវេលានេះដែរយើងចាប់ផ្ដើមបើកនៅយុទ្ធនាការថ្មីសម្រាប់ធ្វើរឿងស្រាបៀរអង្គរដើម្បីឲ្យយុវជនយើងនឹងបានដឹងអំពីរឿងហ្នឹងរបាយការណ៍ដែលចេញផ្សាយដោយបណ្ដាញអង្គការ WWF បានដឹងថាម្ចាស់ក្រុមហ៊ុននៃការសាងសង់ទំនប់វារីអគ្គិសនីដនតាហុងគឺជាក្រុមហ៊ុន Mega First ក្រុមហ៊ុននេះមានភាគហ៊ុនចំនួន 80% ក្នុងការសាងសង់ទំនប់វារីអគ្គិសនីដនតាហុងហើយនៅសល់ 20% ទៀតគឺជាភាគហ៊ុនរបស់រដ្ឋាភិបាលឡាវក្នុងចំណោម 80% នៃការវិនិយោគថាមពលនេះគឺមានជិត 33% ជារបស់ក្រុមហ៊ុនស្រាបៀរអង្គរដែរវិទ្យុអាស៊ីសេរីពុំអាចតាក់ទងម្ចាស់ក្រុមហ៊ុនស្រាបៀរអង្គរលោកគូណានគីនិងជាម្ចាស់វិនិយោគទំនប់វារីអគ្គិសនីដនតាហុងបានភ្លាមទេនៅថ្ងៃទី27ធ្នូអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍទំនប់វារីអគ្គិសនីលោកខែម្ដុំអាងថាផលប៉ះពាល់នៃវារីអគ្គិសនីដនតាហុងនេះមិនត្រឹមតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ចំពោះជីវិតមនុស្សទេក៏ប៉ុន្តែថែមទាំងរាល់មច្ឆជាតិគ្រប់បែបយ៉ាងនឹងត្រូវប្រឈមបញ្ហាដូចគ្នានេះដែរយើងបារម្ភសំខាន់ពីរទីមួយគឺផ្សោតដែលចិត្តផុតពូជនៅតំបន់នោះណាអញ្ចឹងកាលណាបើមានការសាងសង់ហើយការប្រត់ដំណើរការទំនប់នឹងទៅផ្សោតដែលនៅ1គីឡូកន្លះពីទំនប់ហ្នឹងគឺវាងាយរងគ្រោះព្រោះផ្សោតតាវិញ្ញាណរបស់វាហ្នឹងគឺវាចាប់បានឆ្ងាយអញ្ចឹងកាលណាបើសំឡេងរំញ័រខ្លាំងវាអាចនឹងទៅជាឈួតឬក៏វាអាចប៉ះពាល់ខ្លាំងណាទី2គឺខួរសហុងដែលគេចង់សង់ទំនប់ដនសហុងហ្នឹងគឺជាច្រកទឹកសំខាន់ដែល 87% នៃត្រីទាំងអស់ហ្នឹងគាត់បំលាស់ទីតាមហ្នឹងពេញឆ្នាំបាទនោះគឺជាក្តីបារម្ភរបស់គេសងហើយហ្នឹងគឺគាត់លែងផ្លាស់ទីបានហើយពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីដនតាហុងនេះប្រទេសដែលនៅក្រោមខ្សែទឹកទន្លេមេគង្គរួមមានកម្ពុជានិងវៀតណាមជាដើមធ្លាប់បានជំទាស់ជាញឹកញាប់មកហើយដែរពីគម្រោងនៃការសាងសង់របស់ភីគីឡាវនេះថ្មីបើពុំមានការពេញចិត្តចំពោះការវិនិយោគផ្នែកធម្មពលនេះក៏ដោយចុះក៏អង្គការសង្គមស៊ីវិលនៅតែចាត់ទុកថារដ្ឋាភិបាលឡាវហាក់ពុំខ្វាយខ្វល់នឹងអនុវត្តរាល់កិច្ចសន្យាម្ដងណាទីលោកចិត្តសំអាននាយកប្រតិបត្តិនៃអង្គការ WWF យល់ឃើញថាគណៈកម្មការអាស៊ានក៏មិនគួរធ្វើប្រងើយកន្តើយចំពោះការប្រជុំនេះដែរព្រោះវាជាកង្វល់រួមនៅក្នុងតំបន់ម្យ៉ាងវិញទៀតរដ្ឋជាភាគីនៃសមាជិកអាស៊ានមិនគួរឈរអបដៃមើលប្រទេសមួយអាចយកផលចំណេញលើប្រទេសមួយទៀតដោយមិនអន្តរាគមន៍នោះទេកត្តានេះនឹងជំរុញឲ្យស្ថានភាពមានភាពអាប់អួរនៅក្នុងតំបន់បន្ថែមទៀតឡាវគាត់សង់ទៅគាត់បានផលប្រយោជន៍ប៉ុន្តែវាប៉ះពាល់ដល់ប្រទេសផ្សេងទៀតមិនមែនជាកិច្ចសហប្រតិបត្តិការល្អនៅក្នុងអាស៊ានទេអញ្ចឹងគណៈកម្មការអាស៊ានហ្នឹងក៏ត្រូវលើកបញ្ហានេះដើម្បីវិភាគសាបន្ថែមដើម្បីរកដំណោះស្រាយរួមមួយធ្វើម៉េចឲ្យការអភិវឌ្ឍនៅក្នុងតំបន់នេះប្រកបដោយនិរន្តរភាពហើយនឹងបែងចែកផលប្រយោជន៍ស្មើគ្នាមិនឲ្យមានគេហៅថាប្រទេសណាមួយគាត់បានច្រើនទៅប្រទេសមួយប៉ះពាល់អាហ្នឹងគឺមិនមែនជាគោលបំណងតាមជាដឹងនេះនៃអាស៊ានឬក៏ MOC នោះទេទំនប់វារីអគ្គិសនីដនតាហុងដែលមានថាមពល260មេហ្គាវ៉ាត់គឺស្ថិតនៅខេត្តចម្ប៉ាសាក់ប្រទេសឡាវលោកសុកឡាំងតំណាងសហគមន៍ព្រះរំកិលនិយាយថាប្រសិនបើទំនប់វារីអគ្គិសនីនេះដំណើរការទៅ
វានឹងកាត់បន្ថយលំហូរនៃមច្ឆជាតិពីអាងទន្លេមេគង្គលើនិងធ្វើឲ្យភក់ល្បាប់ត្រូវរីងស្ងួតជាដើមការប្រជុំនេះនៅមិនទាន់គិតដល់ចំនួនសត្វផ្សោតនិងត្រូវផុតពូជនៅឡើយផងខ្ញុំមកមនីរតវិទ្យុអេស៊ីសេរីភ្នំពេញ